សួស្តីអ្នកនរគ្នាទីបំផុតខ្ញុំបានផ្លោតតាពាំងព្រៃរបស់ចាឌីហើយខ្ញុំទិញគាត់លើកដំបូងហ្នឹងគឺគាត់ដាក់ប្រអប់ឲ្យខ្ញុំដល់ពេលខ្ញុំទិញលើកទី2គឺគាត់ដាក់ថង់អញ្ចឹងពេលខ្ញុំថតនេះគឺខ្ញុំថតដល់ពេលខ្ញុំទិញលើកដំបូងតែខ្ញុំមិនបានផុសដោយសារវាចេះតែរវល់អីចឹងទៅហើយឥឡូវទៅតែមានពេលកាត់ពេលដែលគាត់ដាក់មកហ្នឹងគឺខែគាត់វេចខ្ចប់ល្អមែនទែនអត់មានបែកអីទេតែគ្រាន់តែថាវាហៀទឹកតិចតួចប៉ុន្តែវាដាក់នៅក្នុងថង់អីចឹងទៅវាអត់អីទេដូចអ្នកនរគ្នាឃើញចឹងគាត់ដាក់អាថង់ដើម្បីកុំឲ្យវាបែកនៅខាងម៉ាតង់ហើយគឺគាត់ដាក់អាថង់ប៉ោងនេះនៅខាងក្នុងម៉ាតង់ទៀតអញ្ចឹងវាគ្រាន់តែហៀទឹកបន្តិចយើងយកទៅលាងទៅគឺបានហើយហើយរសជាតិរបស់គាត់ដុតឆ្ងាញ់ទៅយើងញ៉ាំបានមកល្មមដូចនៅខ្មែរអញ្ចឹងណាទោះវាមិនដូចខ្មែរ 100% ក៏វានៅតែរសជាតិខ្មែរដែរហើយខ្ញុំទិញគាត់ហ្នឹងគឺមកកំប៉ុង40យួនក៏ free សេវាដឹកហើយរួចខ្ញុំកំងតែ2ថ្ងៃគឺមកដល់កងស៊ីកន្លែងខ្ញុំរៀនយកហ្មងហើយពេលនោះចាំពេលខ្ញុំទិញមីមកញ៉ាំចឹងទៅនិយាយថាញ៉ាំចំចូលគ្នាគឺថាឆ្ងាញ់ហ្មងគ្រាន់តែបើកមកភ្លាមនិយាយថាឈ្ងុយពេញបន្ទប់ហ្មងវីដេអូនេះយើងចាប់ត្រឹមណា See you guys next video